សូមយើងចំណាយពេលចែកចាយព្រះបន្ទូលរបស់ព្រះជាមួយគ្នាក្រោមចំណងជើងថាសូមឲ្យខ្លាយជាសម្ពុទ្ធទេសយ៉ាងម៉ត់ដ៏ស្រស់ស្អាតរបស់ព្រះមេដាពេលបានឮចំណងជើងមេរៀននៅថ្ងៃនេះអ្នករាល់គ្នាប្រហែលជាគិតរួចហើយថាថ្ងៃនេះយើងរាល់គ្នាមុខជាបានរៀនពីនិស្ស័យនៃសេចក្តីស្រឡាញ់របស់ព្រះតាមរយៈព្រះបន្ទូលនៅថ្ងៃនេះជាមិនខានពិតមែនទេដើម្បីខ្លាយជាសម្ពុទ្ធទេសយ៉ាងម៉ត់ដ៏ស្រស់ស្អាតរបស់ព្រះមេដាតើយើងត្រូវតែមានអ្វីនៅក្នុងចិត្តគឺត្រូវមានសេចក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ព្រះចុះបើយើងផ្សព្វផ្សាយព្រះបន្ទូលនៃដំណឹងល្អដល់មនុស្សជាតិទាំងអស់ដោយគ្មានសេចក្តីស្រឡាញ់វិញនោះបើចេះតែឆ្លោះគ្នាមិនចេះរួបរวมគ្នាមិនគោរពបងប្អូនប្រុសស្រីហើយមិនចេះគិតគូរពីគ្នាសោះនោះតើយ៉ាងម៉េចទៅបើអញ្ចឹងតើមានអ្នកណាចង់ទៅនគរឋានសួគ៌ដែលមានមនុស្សបែបនេះរស់នៅទេគេនឹងចង់គេចចេញតែម្ដងបើមនុស្សបែបនោះទៅឋានសួគ៌ខ្ញុំនឹងមិនចង់ទៅឋានសួគ៌ទេអ្នករាល់គ្នាយើងមិនត្រូវធ្វើឲ្យគេមានគំនិតបែបនេះឡើយមែនទេដូច្នេះហើយយើងត្រូវតែផ្លាស់ប្ដូរបើយើងចង់ក្លាយជាសម្ពុទ្ធទេសយ៉ាងម៉ត់ដ៏ស្រស់ស្អាតរបស់ព្រះមេដាយើងត្រូវការដកនិស្ស័យនៃអំពើបាបពីមុនរបស់យើងចេញឲ្យឆ្ងាយពីយើងទៅឲ្យអស់សិនពិតមែនទេខ្ញុំធ្លាប់ស្គាល់រឿងមួយតាក់ទងនឹងដំណើរដែលព្រះបុត្រាត្រូវធ្វើយ៉ាងណាទើបបានក្លាយជាព្រះបុត្រាស្នងរាជដែលត្រូវឡើងធ្វើជាស្ដេចរឿងនោះនិយាយថាកូនស្ដេចទាំងអស់ត្រូវតែយកចិត្តទុកដាក់រៀនសូត្រថាដើម្បីក្លាយជាស្ដេចដ៏ល្អតើខ្ញុំគួរធ្វើអ្វីតាំងពីក្មេងមកព្រះបុត្រាគ្រប់គ្នាបានត្រូវបង្រៀនគ្រប់យ៉ាងអំពីរបៀបដែលត្រូវគ្រប់គ្រងប្រជារាស្ត្ររបៀបបណ្ដុះបណ្ដាលចិត្តអាណិតអាសូរចំពោះប្រជារាស្ត្ររបៀបគ្រប់គ្រងទំនាក់ទំនងជាមួយប្រជារាស្ត្រនិងរបៀបរក្សាអាកប្បកិរិយាត្រឹមត្រូវចំពោះមាតាបិតាខ្លួននៅពេលខ្លួនធំឡើងនិងនៅពេលឡើងគ្រងរាជ្យព្រះបុត្រាគ្រប់គ្នាសុទ្ធតែបានរៀនរឿងទាំងនេះទោះយ៉ាងណាបើពួកគេធ្វេសប្រហែសតែបន្តិចក្នុងការសិក្សាឬមិនបានដាក់ចេញជាការអនុវត្តឲ្យបានត្រឹមត្រូវទេនោះពួកគេមិនអាចក្លាយជាព្រះបុត្រាស្នងរាជបានទៀតឡើយដូច្នេះហើយទើបស្ដេចម្ចាស់ក្សត្រីនិងពួកមន្ត្រីជាន់ខ្ពស់ទាំងអស់ផ្សេងទៀតតែងតែធ្វើការសាកល្បងថាអ្នកណាសមនឹងក្លាយជាអ្នកគ្រងរាជ្យបើឡើងបន្ទាប់ហេតុអ្វីខ្ញុំលើកឡើងរឿងនេះយោងតាមព្រះបន្ទូលនៅក្នុងវិវរណៈជំពូក22តើយើងនឹងក្លាយជាអ្នកណានៅនគរឋានសួគ៌ដោយបែបនេះយើងនឹងបានក្លាយជាសង្ឃលួងនិយាយឲ្យចំទៅយើងនឹងសោយរាជ្យអស់កលព្រះដែលជាស្ដេចលើអស់ទាំងស្ដេចនិងជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់នឹងមានបន្ទូលថាចូលសោយរាជ្យលើទីក្រុង10ចុះចូលសោយរាជ្យលើទីក្រុង5ចុះដោយបែបនេះយើងនឹងបានក្លាយជាសង្ឃលួងអញ្ចឹងដើម្បីសម្រេចរឿងនេះបានត្រូវមានក្បួនច្បាប់ចាំបាច់សុជីវធម៌ត្រឹមត្រូវនិងសកម្មភាពសមស្របដើម្បីរស់នៅក្នុងពិភពលោកនេះយើងត្រូវការរៀនច្បាប់នៃពិភពលោកនេះដូចគ្នាដែរបើយើងចង់រស់នៅនគរឋានសួគ៌តើយើងត្រូវតែរៀនអ្វីត្រូវតែរៀនច្បាប់ឋានសួគ៌ព្រះបានចែងទុកគ្រប់យ៉ាងអំពីឋានសួគ៌នៅក្នុងព្រះគម្ពីររួចហើយអ្នកខ្លះអាចថាទោះមានចែងទុកក្នុងព្រះគម្ពីរក៏ដោយក៏ខ្ញុំរស់នៅបែបនោះមិនកើតដែរខ្ញុំមិនមែនជាទេវតាឯណាឲ្យរស់នៅបែបនេះយ៉ាងមិនកើតជាជាងគិតបែបនេះយើងត្រូវតែខំប្រឹងសូម្បីតែស្ដេចនៅផែនដីនេះតាំងពីនៅក្មេងមកក៏បានសម្រង់ខ្លួនឯងជានិច្ចដែរពួកគាត់បានរៀនអំពីក្រមសីលធម៌រៀនអំពីគុណធម៌រៀនអំពីភាពកតញ្ញូនិងរៀនអ្វីៗគ្រប់យ៉ាងអំពីការគ្រប់គ្រងប្រទេសនិងការដឹកនាំប្រជាជនដូច្នេះពួកគាត់បានរៀនមុខវិជ្ជាអប់រំជាច្រើនរួមទាំងការរៀនសូត្រមូលដ្ឋាននិងសៀវភៅបុរាណស្ដីពីចរិតលក្ខណៈផងដែរមែនទេគេថាគ្រួសារអភិជនមានការរៀនសូត្រតាមរបៀបអភិជនហើយស្ដេចក៏មានរបៀបរៀនសូត្រផ្ទាល់ខ្លួនដែរនៅពេលអនាគតពេលយើងទទួលសេរីល្អឋានសួគ៌ដ៏អស្ចារ្យហើយព្រះមានបន្ទូលថាចូលគ្រប់គ្រងលើទីក្រុង5ចុះចូលគ្រប់គ្រងលើទីក្រុង10ចុះបើយើងមិនបានរស់នៅតាមគោលការណ៍នោះទេនោះយើងនឹងត្រូវធ្លាក់ចេញជាមិនខានសូម្បីតែក្នុងប្រវត្តិសាស្ត្រក៏មានមនុស្សជាច្រើនដែលបានជ្រើសរើសជាព្រះបុត្រាប៉ុន្តែមិនអាចឡើងគ្រងរាជ្យបានហេតុអ្វីអញ្ចឹង
ទោះបានខ្លាយជាព្រះបុត្រាស្នងរាជហើយក៏ដោយបើខ្វះខាតការរៀនសូត្រឬបើមិនមានចិត្តសប្បុរសចំពោះប្រជារាស្ត្រទេនោះពួកមន្ត្រីនឹងសរសេរលិខិតសំណើថ្វាយដល់ស្ដេចជាបន្តបន្ទាប់នៅទីបំផុតអ្នកនោះនឹងមិនអាចឡើងខ្ពស់ជាងតំណែងនោះបានទេហើយនឹងក្លាយជាព្រះបុត្រាដែលត្រូវទម្លាក់តំណែងឬត្រូវប្រគល់តំណែងជាបុត្រាស្នងរាជទៅឲ្យបុត្រាម្នាក់ទៀតជាមិនខានអ្នករាល់គ្នានៅផែនដីនេះគេធ្វើតាមរបៀបបែបនេះឯងដូច្នេះដើម្បីទទួលជីវិតអស់កលជានិច្ចនិងសេរីល្អនៃនគរឋានសួគ៌បើមានសេចក្តីបង្រៀនដែលព្រះបានអនុញ្ញាតតើយើងគួរធ្វើដូចម្តេចចំពោះគ្រប់ទាំងសេចក្តីបង្រៀនទាំងអស់នោះយើងគួរតែពិនិត្យមើលហើយអនុវត្តតាមមានតែពេលនោះប៉ុណ្ណោះទើបយើងអាចបំពេញតួនាទីជាសង្ឃលួងនៅនគរឋានសួគ៌បានដោយសារយើងមិនខំប្រឹងប្រែងធ្វើអ្វីសោះនោះព្រះនឹងមិនមានបន្ទូលថាចូលក្លាយជាសង្ឃលួងនៅនគរឋានសួគ៌នោះឡើយបើព្រះមានបន្ទូលថាដើម្បីក្លាយជាសម្ពុទ្ធទេសយ៉ាងម៉ត់ដ៏ស្រស់ស្អាតនោះត្រូវតែបោះចោលរាល់ស្នាមប្រឡាក់របស់អ្នកចេញយើងគួរតែបោះចោលបើទ្រង់មានបន្ទូលថារឿងនេះគ្មានព្រះគុណទេយើងត្រូវតែបំបត្តិអ្វីដែលគ្មានព្រះគុណនោះចេញដោយបែបនេះព្រះបុត្រាដែលបានទទួលការផ្លាស់ប្រែបែបនេះក្រោយមកប្រកាសជាត្រូវបានពួកមន្ត្រីឬព្រះរាជវង្សានុវង្សណែនាំថាសូមតែងតាំងទ្រង់ជាព្រះបុត្រាស្នងរាជចុះជាមិនខានប៉ុន្តែមិនមែនបញ្ចប់តែត្រឹមនេះទេរហូតតតែគាត់បានឡើងសោយរាជជាស្ដេចបើមិនបានប្រព្រឹត្តត្រឹមត្រូវឬគ្រប់គ្រងប្រជារាស្ត្រដោយគុណធម៌ទេនោះគាត់នឹងត្រូវបាត់បង់គុណសម្បត្តិវិញអ្វីដែលខ្ញុំចង់និយាយជាមួយអ្នករាល់គ្នានៅថ្ងៃនេះគឺបែបនោះឯងអ្នកខ្លះប្រហែលគិតថាយើងត្រូវតែរក្សាបញ្ញត្តិរបស់ព្រះដូចជាថ្ងៃឈប់សម្រាកនិងបុណ្យរំលងពិតមែនប៉ុន្តែប្រហែលជាមិនអីទេបើធ្វេសប្រហែសចំពោះការប្រព្រឹត្តឬចរិយាសម្បត្តិរបស់ខ្លួនឯងនោះយើងមិនត្រូវគិតបែបនេះឡើយនៅថ្ងៃនេះសូមមើលវិវរណៈជំពូក19ហើយសិក្សាយ៉ាងលម្អិតអំពីព្រះハរតីដ៏បរិសុទ្ធរបស់ព្រះវរបិតាព្រះមេដាសូមមើលជាមួយគ្នានៅក្នុងវិវរណៈជំពូក19ខ6នោះខ្ញុំឮសូរដូចជាសំឡេងនៃមនុស្សមួយហ្វូងយ៉ាងធំដូចសូរទឹកច្រើនហើយដូចសូរផ្គរលាន់យ៉ាងខ្លាំងថាហាឡេលូយ៉ាត្បិតព្រះអម្ចាស់ដ៏ជាព្រះដែលមានព្រះចេស្តាបំផុតទ្រង់សោយរាជឡើងហើយចូលឲ្យយើងអរសប្បាយហើយរីករាយឡើងទាំងថ្វាយសេរីល្អដល់ទ្រង់ចុះត្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនជាមហើយភរិយាទ្រង់បានរៀបខ្លួនជាស្រេចទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សម្ពុទ្ធទេសយ៉ាងម៉ត់ស្អាតហើយភ្លឺត្បិតសម្ពុទ្ធទេសយ៉ាងម៉ត់នោះជាអ្វីនោះជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធនៅពេលដែលសេចក្តីសុចរិតរបស់ពួកបរិសុទ្ធនីមួយៗត្រូវបានភ្ជាប់គ្នាម្ដងមួយតើអ្វីកំពុងត្រូវបានបង្កើតឡើងគឺកំពុងបង្កើតបានជាសម្ពុទ្ធទេសយ៉ាងម៉ត់ស្អាតសម្រាប់ប្រពន្ធថ្មងថ្មីដូច្នេះទាំងអ្នករាល់គ្នាហើយនឹងខ្ញុំយើងត្រូវតែរស់នៅក្នុងសេចក្តីសុចរិតដើម្បីថ្វាយសេរីល្អដល់ព្រះមេដាឋានសួគ៌ហើយដើម្បីបំពេញតួនាទីជាសង្ឃលួងដូចដែលបានចែងទុកនៅក្នុងវិវរណៈជំពូក22ដោយចាប់ផ្ដើមពីពេលនេះទៅយើងត្រូវតែរៀននិងអនុវត្តម្ដងមួយនៅគ្រប់ទាំងសេចក្តីបង្រៀនរបស់ព្រះដែលដាស់តឿនយើងឲ្យស្គាល់ផ្លូវនៃជីវិតនៅនគរឋានសួគ៌មិនមែនជាផ្លូវនៃជីវិតនៅផែនដីនេះឡើយសូមមើលអេសាយជំពូក60ជំពូក60ខ20ព្រះអាទិត្យរបស់ឯងនឹងលែងលិចហើយព្រះច័ន្ទរបស់ឯងនឹងមិនជ្រេទៀតឡើយពីព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កលជានិច្ចដល់ឯងហើយគ្រានៃសេចក្តីសោកសៅរបស់ឯងនឹងផុតទៅពួកអ្នកនៅក្នុងឯងនឹងបានជាមនុស្សសុចរិតទាំងអស់គេនឹងគ្រងបានស្រុកជាមរតកនៅជាដរាបគេជាមេឃដែលអញបានផ្សាំជាការដែលដៃអញបានធ្វើដើម្បីឲ្យអញបានដំកើងឡើងអ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស1000ហើយពួកមានគ្នាតិចនឹងត្រឡប់ទៅជាសះមួយយ៉ាងពូកែអញនេះគឺព្រះយេហូវ៉ាអញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់នៅត្រង់នេះមានចែងទុកថាពួកអ្នកនៅក្នុងឯងនឹងបានជាមនុស្សសុចរិតទាំងអស់គេនឹងគ្រងបានស្រុកជាមរតកនៅជាដរាបគេជាមេឃដែលអញបានផ្សាំជាការដែលដៃអញបានធ្វើ
តាដើម្បីអ្វីដើម្បីឲ្យព្រះបានដំកើងឡើងដូច្នេះទាំងអ្នករាល់គ្នានឹងខ្ញុំយើងត្រូវតែថ្វាយសពព្រះハរតីដល់ព្រះហើយបង្ហាញសេរីល្អរបស់ព្រះរហូតមកដល់ពេលនេះបើមានរឿងអ្វីដែលមិនស័ក្តិសមនៅក្នុងព្រះនេត្ររបស់ព្រះដូចជាការមិនរួបរวมគ្នាការមិនព្រមព្រៀងគ្នាការមិនคล้ายជាតែមួយឬការធ្វើឲ្យអ្នកដទៃជឿចិត្តដោយសារនិស្ស័យធម្មជាតិរបស់យើងចាប់ពីពេលនេះទៅតើយើងត្រូវធ្វើដូចម្តេចចំពោះការទាំងអស់នេះយើងត្រូវតែផ្លាស់ប្ដូរដើម្បីឲ្យយើងអាចកើតជាថ្មីបានយើងត្រូវតែកើតជាថ្មីដើម្បីក្លាយជាសម្ពុទ្ធទេយ៉ាងម៉ត់ដ៏ស្រស់ស្អាតរបស់ព្រះមាតានិងក្លាយជាសង្ឃលួងនៅនគរឋានសួគ៌សូមមើលព្រះបន្ទូលរបស់ព្រះតាក់ទងនឹងរឿងនេះសូមមើលព្រះបន្ទូលនៅក្នុងម៉ាថាយជំពូក5ខ20ខ្ញុំប្រាប់អ្នករាល់គ្នាថាបើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនលើសពីសេចក្តីសុចរិតនៃពួកអាចារ្យនិងពួកផារីស៊ីទេនោះនឹងដូចម្តេចនោះអ្នករាល់គ្នានឹងចូលទៅក្នុងនគរឋានសួគ៌ពុំបានឡើយអ្នករាល់គ្នាតើព្រះបន្ទូលត្រង់នេះមានន័យដូចម្តេចក្តីសង្ឃឹមរបស់យើងគឺទៅនគរឋានសួគ៌ទោះយ៉ាងណាតាមព្រះបន្ទូលទ្រង់ថាបើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនលើសពីសេចក្តីសុចរិតនៃពួកអាចារ្យនិងពួកផារីស៊ីទេនោះអ្នករាល់គ្នានឹងចូលទៅក្នុងនគរឋានសួគ៌ពុំបានឡើយព្រះយេស៊ូវគឺជាព្រះរបស់យើងមែនទេព្រះបានសម្គាល់រឿងនេះយ៉ាងច្បាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់យើងត្រូវតែរស់នៅតាមព្រះបន្ទូលទាំងនេះមិនថាពីមុនយើងរស់នៅក្នុងលោកីយ៍នេះតាមរបៀបបែបណាទេនៅពេលយើងចូលក្នុងជីវិតដំណឹងល្អនិងទទួលបុណ្យជ្រមុជទឹកហើយនោះយើងត្រូវឆ្កាំងអំពើបាបពីអតីតកាលរបស់យើងហើយកើតជាថ្មីនៅក្នុងព្រះបន្ទាប់មកតើយើងនឹងក្លាយជាដូចម្តេចយើងនឹងក្លាយដូចជាព្រះបុត្រានៃឋានសួគ៌យើងគួរតែបំពេញតួនាទីរបស់យើងក្នុងនាមជាព្រះបុត្រានិងព្រះបុត្រីនៃឋានសួគ៌ហើយនៅពេលដែលយើងត្រឡប់ទៅនគរឋានសួគ៌ដ៏អស្ចារ្យជានិច្ចវិញយើងត្រូវតែចូលរួមក្នុងព្រះគុណរបស់ព្រះវរបិតានិងព្រះមាតាដែលមានបន្ទូលថាបុត្រនឹងគ្រប់គ្រងលើនគរ10ឯបុត្រនឹងគ្រប់គ្រងលើនគរ5គ្រប់គ្នាដូច្នេះហើយទើបព្រះអនុញ្ញាតឲ្យយើងបន្តរៀនអ្នករាល់គ្នាត្រូវតែរស់នៅបែបនេះអ្នករាល់គ្នាត្រូវតែមានជីវិតបែបនោះដោយបែបនេះព្រះបានដាស់តឿនយើងអ្នកខ្លះនិយាយថាតើយើងអាចស្ដាប់បង្គាប់តាមសេចក្តីបង្រៀនទាំងអស់ក្នុងព្រះគម្ពីរយ៉ាងដូចម្តេចទៅយើងត្រូវតែខំប្រឹងតើពាក្យថាខំប្រឹងចាប់នគរឋានសួគ៌មានន័យដូចម្តេចនេះបង្ហាញថាត្រូវខំប្រឹងមែនទេព្រះក៏មានបន្ទូលថាចូលរស់នៅដោយគោរពប្រតិបត្តិដល់ព្រះដូច្នេះហើយយើងត្រូវតែខំប្រឹងប្រែងដើម្បីចូលទៅនគរឋានសួគ៌សូមមើលបន្តទៀតនៅក្នុងម៉ាថាយជំពូក5ខ21អ្នករាល់គ្នាបានឮសេចក្តីដែលសម្ដែងដល់មនុស្សពីបុរាណថាកុំឲ្យសម្លាប់មនុស្សឲ្យសោះបើអ្នកណាសម្លាប់មនុស្សនោះក្រែងត្រូវជាប់ជំនុំជម្រះហើយតែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញថាសូម្បីតែអ្នកណាដែលខឹងនឹងបងប្អូននោះក្រែងត្រូវជាប់ជំនុំជម្រះដែរហើយអ្នកណាដែលស្ដីឲ្យបងប្អូនថាអាចោមសៀតនោះដូចម្តេចនោះក្រែងពួកក្រុមជំនុំធ្វើទោសតែចំណែកអ្នកណាដែលថាអាចឈួតនោះនឹងស្ថិតក្នុងស្ថានភាពបែបណានោះក្រែងធ្លាក់ទៅក្នុងភ្លើងនរកព្រះយេស៊ូវបានយាងមកផែនដីនេះហើយបានបង្រៀនយើងពីសេចក្តីបង្រៀននេះសូម្បីតែនៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធនេះក៏ព្រះវរបិតាឋានសួគ៌និងព្រះមាតាឋានសួគ៌ដែលជាព្រះវិញ្ញាណនិងប្រពន្ធថ្មងថ្មីបានសង្កត់ធ្ងន់លើបញ្ហានេះដែរចូលរួបរวมគ្នាចូលព្រមព្រៀងគ្នាចូលស្រឡាញ់គ្នាចូលប្រដាប់ខ្លួនដោយមនុស្សថ្មីព្រះបន្ទូលទាំងនេះតែងតែត្រូវបានប្រទានក្នុងពេលអប់រំឥឡូវនេះដំណឹងល្អកំពុងរីកចម្រើនជារៀងរាល់ថ្ងៃក្រោមមូលដ្ឋានគ្រឹះដ៏ធំនៃសេចក្តីសង្គ្រោះដល់ព្រលឹងមនុស្សជាតិទូទាំងពិភពលោកជាដំបូងយើងគួរតែឈរក្នុងទីតាំងនេះជាមុនសិនដើម្បីឲ្យអ្នកដែលទទួលសេចក្តីពិតក្រោយយើងនឹងបានរៀនតាមតម្រាប់របស់យើងមែនទេអ្នករាល់គ្នាអស់អ្នកដែលឧស្សាហ៍អនុវត្តរឿងទាំងនេះគឺល្អប្រពៃណាស់មិនថាអ្នកដទៃនៅជុំវិញយើងគេនិយាយដូចម្តេចនោះទេសូមយើងរស់នៅតាមព្រះគម្ពីរអ្នកខ្លះប្រហែលជាអាចគិតថាមិនអីទេដឹងបើខ្ញុំធ្វើរឿងនេះឬអត់នោះ
តើមានរឿងអ្វីកើតឡើងចំពោះចិត្តនិងគំនិតរបស់អ្នកដែលគិតបែបនោះពួកគេកំពុងឃ្លាតឆ្ងាយពីតំណែងដែលគ្រងរាជនៅអស់កលជានិច្ចនោះហើយយើងរាល់គ្នាគួរតែប្រឹងប្រែងហើយខិតខំជាខ្លាំងដើម្បីក្លាយជាសម្ពុទ្ធទេដ៏ស្រស់ស្អាតរបស់ព្រះមាតាពិតមែនទេដូច្នេះហើយទើបនៅក្នុងកាឡាទីព្រះប្រទានសេចក្តីបង្រៀនបែបនេះដល់យើងសូមមើលព្រះបន្ទូលនៅក្នុងកាឡាទីជំពូក5ខ13បងប្អូនអើយព្រះទ្រង់បានឲ្យអ្នករាល់គ្នាមកឲ្យមានសេរីភាពតែកុំឲ្យប្រើសេរីនោះទុកជាឱកាសដល់សាច់ឈាមឡើយគឺត្រូវធ្វើដូចម្ដេចគឺត្រូវបម្រើគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់វិញព្រះមានបន្ទូលថាចូលបម្រើគ្នាទៅវិញទៅមកក៏មានន័យថាចូលរួបរวมគ្នាដែរមែនទេត្បិតកិត្តវិន័យទាំងមូលបានសម្រេចមកក្នុងពាក្យតែមួយម៉ាត់នេះថាចូលឯងស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងបើអ្នករាល់គ្នាចេះតែប្រខំហើយគ្នាស៊ីទៅវិញទៅមកនោះត្រូវប្រយ័ត្នចុះក្រែងលោវិនាសអស់រលីងទៅតែខ្ញុំប្រាប់ថាចូលដើរក្នុងព្រះវិញ្ញាណនោះអ្នករាល់គ្នានឹងមិនបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមទេត្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណឯព្រះវិញ្ញាណទ្រង់ក៏ទាស់នឹងសាច់ឈាមដែរសេចក្តីទាំងពីរនេះប្រឆាំងនឹងគ្នាដល់ម្លេះបានជាអ្នករាល់គ្នារកធ្វើការដែលចង់ធ្វើទៅមិនកើតយើងគួរតែរត់ឆ្ពោះទៅនគរឋានសួគ៌ដោយសេចក្តីប៉ងប្រាថ្នានៃព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែដោយសារយើងពេញដោយសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមនោះក៏ត្រូវបានរារាំងនិងទប់ស្កាត់ដែលរកធ្វើការដែលចង់ធ្វើទៅមិនកើតទាំងអ្នករាល់គ្នានឹងខ្ញុំពេលយើងទៅឋានសួគ៌យើងគួរតែទទួលតំណែងជាសង្ឃលួងដែលព្រះវរបិតានិងព្រះមាតាបានរៀបចំសម្រាប់យើងមែនទេសូមមើលព្រះបន្ទូលដែលថាយើងនឹងសោយរាជ្យជាស្ដេចវិវរណៈជំពូក22ខ1ទេវតាក៏បង្ហាញឲ្យខ្ញុំឃើញទន្លេទឹកជីវិតថ្លាដូចជាកែវចរណៃដែលហូរចេញពីបល្ល័ង្កនៃព្រះនិងកូនជាមឯនៅកណ្ដាលផ្លូវក្រុងនោះហើយនៅមាត់ទន្លេទាំងសងខាងនោះមានដើមជីវិតដែលបង្កើតផ្លែ12ដងគឺមួយខែម្ដងហើយស្លឹកឈើនោះក៏សម្រាប់នឹងមើលអស់ទាំងសះឲ្យជាគ្រានោះនឹងគ្មានសេចក្តីបណ្ដាសាទៀតឡើយហើយបល្ល័ង្កនៃព្រះនិងកូនជាមក៏នឹងនៅក្នុងក្រុងនោះឯពួកបាវរបស់ទ្រង់គេនឹងបម្រើទ្រង់គេនឹងឃើញព្រះភ័ក្ត្រទ្រង់ហើយព្រះនាមទ្រង់នឹងនៅលើថ្ងាសគេក៏នឹងឥតមានយប់ទៀតឡើយហើយគេមិនត្រូវការនឹងចង្គៀងណាឬពន្លឺព្រះអាទិត្យទេពីព្រោះព្រះអម្ចាស់ដ៏ជាព្រះទ្រង់នឹងបំភ្លឺគេហើយគេនឹងសោយរាជ្យនេះមិនមែនជាការសោយរាជ្យដែលមានអាណត្តិកំណត់ត្រឹមតែ4ឬ5ឆ្នាំទេតើនឹងសោយរាជ្យដល់ពេលណានៅអស់កលជានិច្ចរៀងរៀបតទៅព្រះបានប្រទានសេចក្តីសន្យាបែបនេះហើយដោយសារទេវតាទាំងអស់នៅឋានសួគ៌ប្រកាសជាជួបនឹងព្រះបុត្រាព្រះបុត្រីដែលមានសេចក្តីស្រឡាញ់របស់ព្រះដូច្នេះហើយទើបព្រះបានបង្រៀនព្រះបន្ទូលរបស់ទ្រង់ដល់យើងជារៀងរាល់ថ្ងៃនៅផែនដីនេះមែនទេអ្នកខ្លះចាត់ទុកផ្នែកជាក់លាក់នៃព្រះគម្ពីរថាសំខាន់និងចាត់ទុកផ្នែកខ្លះទៀតថាមិនសំខាន់ហើយចាត់ទុកផ្នែកខ្លះទៀតថាមិនអីទេបើមិនយកចិត្តទុកដាក់ចំពោះផ្នែកនោះទោះយ៉ាងណាយើងបានអានខគម្ពីរអំពីរឿងនេះហើយមែនទេបើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនលើសពីសេចក្តីសុចរិតនៃពួកអាចារ្យនិងពួកផារីស៊ីទេនោះអ្នករាល់គ្នានឹងចូលទៅក្នុងនគរឋានសួគ៌ពុំបានឡើយហេតុអ្វីបានជាព្រះមានព្រះបន្ទូលដូច្នេះតើទ្រង់មានបន្ទូលបែបនេះដើម្បីបំផិតបំភ័យយើងឬតើទ្រង់ចង់ធ្វើឲ្យយើងខ្លាចឬនៅផែនដីនេះមានច្បាប់នៅផែនដីនេះហើយនៅឋានសួគ៌ក៏មានច្បាប់នៅឋានសួគ៌ដែរពេលយើងបំពេញតាមលក្ខខណ្ឌទាំងអស់នៃនគរឋានសួគ៌នោះយើងនឹងអាចក្លាយជាសង្ឃលួងដែលព្រះវរបិតានិងព្រះមាតាចង់ឲ្យយើងក្លាយជានោះបានកូននៃស៊ីយ៉ូនទាំងអស់សូមយើងរំលឹកខ្លួនឯងថាចូលក្លាយជាសម្ពុទ្ធទេដ៏ស្រស់ស្អាតរបស់ព្រះមាតាឋានសួគ៌ចាប់ពីថ្ងៃនេះទៅយើងត្រូវតែកើតជាថ្មីដោយផ្លាស់ប្ដូរចរិតលក្ខណៈខុសឆ្គងរបស់យើងមូលហេតុដែលយើងមិនអាចសម្រេចការរួបរวมគ្នានិងការព្រមព្រៀងគ្នាគឺដោយសារតែយើងផ្ដោតលើខ្លួនឯងបើយើងផ្ដោតលើអ្នកដទៃនោះការរួបរวมគ្នានឹងសម្រេចបានដូច្នេះតើព្រះគម្ពីរប្រាប់យើងថាដូចម្ដេចចូលបម្រើគ្នានេះមិនមែនជាបញ្ញត្តិសម្រាប់តែម្នាក់ទេគឺសម្រាប់គ្រប់គ្នាតើយើងត្រូវបម្រើគ្នាដោយអ្វីចូលបម្រើគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់នៃការបន្ទាបខ្លួនចុះ
អ្នករាល់គ្នានៅពេលរឿងនេះកើតឡើងកិច្ចការដំណឹងល្អនឹងបានសម្រេចបើមិនដូច្នេះទេការផ្សព្វផ្សាយដំណឹងល្អពិភពលោកនឹងគ្រាន់តែជាសុបិនស្រពេចស្រពើប៉ុណ្ណោះនៅពេលយើងធ្វើតាមសេចក្តីបង្រៀនរបស់ព្រះកិច្ចការផ្សព្វផ្សាយដំណឹងល្អនៅសាម៉ារីនិងរហូតដល់ចុងផែនដីបំផុតនឹងបានកើតឡើងឧបមាថាយើងមិនបានរៀបចំអ្វីសោះខណៈដែលកិច្ចការរបស់ព្រះរាជចម្រើននឹងត្រូវបានបំពេញយ៉ាងឆាប់យើងមិនគួរបែបនេះឡើយយើងត្រូវតែផ្លាស់ប្ដូរយ៉ាងឆាប់ដើម្បីឲ្យយើងអាចធ្វើតាមកិច្ចការដែលព្រះកំពុងដឹកនាំយ៉ាងពេញលេញគ្រប់គ្នាមែនទេជាងគ្រាន់តែស្រែកពាក្យស្លោកបដញ្ញាចិត្តសូមយើងរៀបចំដើម្បីឲ្យព្រលឹងទាំងអស់អាចត្រឡប់មកឯព្រះមាតាដ្ឋានសួគ៌យេរូសាឡឹមវិញដូច្នេះចំពោះមនុស្សជំនាន់នេះដែលខ្វះសេចក្តីស្រឡាញ់តើព្រះមានបន្ទូលដូចម្ដេចកុំឲ្យត្រាប់តាមសម័យនេះឡើយនៅផែនដីនេះពេលមនុស្សលោកីនេះឃើញអ្នកណាម្នាក់ដែលចេះគិតគូរនិងមានចិត្តល្អនោះគេក៏ថាម្នាក់នោះស្មារតីមានបញ្ហាទេដឹងទោះយ៉ាងណាយើងជាមនុស្សដែលបានរៀនច្បាប់ឋានសួគ៌មិនមែនជាអ្នកដែលផ្ដោតតែលើរបស់នៅផែនដីនេះទេមែនទេក្នុងនាមជាអ្នកដែលដេញតាមអ្វីនៅឋានសួគ៌នោះអ្នករាល់គ្នាហើយនឹងខ្ញុំយើងត្រូវតែរស់នៅតាមស្តង់ដារដោយធ្វើតាមសេចក្តីបង្រៀនរបស់ព្រះវរបិតាឋានសួគ៌និងព្រះមាតាឋានសួគ៌កាលពីជំនាន់មុនអេលីមានកូនប្រុសពីរនាក់ឈ្មោះហុបនីនិងភីនេហាពួកគេបានប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាងដែលបង្អាប់ដល់យ៉ាញ់បូជាដែលថ្វាយដល់ព្រះពួកគេធ្វើអ្វីដែលមិនបានអនុញ្ញាតនៅក្នុងព្រះវិហារមានដង្វាយបរិសុទ្ធបំផុតដែលបានប្រទានដល់ពួកសង្ឃហើយពួកគេបានមើលងាយចំពោះដង្វាយទាំងនោះដូច្នេះជាលទ្ធផលព្រះបានសម្រេចព្រះទ័យដាក់ទោសហុបនីនិងភីនេហាហេតុអ្វីពួកគេទទួលទោសពីព្រះត្បិតគេបានមើលងាយដល់ដង្វាយរបស់ព្រះថ្ងៃនេះបើយើងយល់ដឹងពីព្រះបន្ទូលទាំងអស់របស់ព្រះដែលយើងកំពុងសិក្សានៅពេលនេះថាគ្រាន់តែជាមេរៀនសីលធម៌ដើម្បីឲ្យបានរស់នៅល្អៗនៅផែនដីនេះប៉ុណ្ណោះនោះគ្មានមូលហេតុអ្វីឲ្យយើងត្រូវជួបជុំគ្នានៅទីនេះដើម្បីថ្វាយបង្គំហើយស្ដាប់ព្រះបន្ទូលព្រះនោះទេហេតុអ្វីបានជាយើងមកទីនេះយើងបានមកទីនេះដើម្បីរៀនគោលការណ៍និងច្បាប់ឋានសួគ៌យើងបានមកទីនេះដើម្បីទទួលសេចក្តីបង្រៀនរបស់ព្រះអំពីរបៀបរស់នៅជារាជឋានសួគ៌តើពិតមែនទេហើយយើងបានមកទីនេះដើម្បីថ្វាយបង្គំដល់ព្រះនិងថ្វាយការច្រៀងសរសើរដល់ព្រះដូច្នេះយើងមិនគួរគិតថាព្រះបន្ទូលទាំងនេះគ្រាន់តែជាសេចក្តីបង្រៀនដ៏ល្អប៉ុណ្ណោះបែបនេះឡើយយើងអាចជាត្រូវការសេចក្តីបង្រៀនទាំងនេះពេលរស់នៅផែនដីនេះមែនប៉ុន្តែសេចក្តីបង្រៀនទាំងនេះគឺត្រូវការចាំបាច់ណាស់នៅឋានសួគ៌នោះហើយជាមូលហេតុដែលព្រះប្រទានសេចក្តីបង្រៀនទាំងនេះដល់យើងដូច្នេះការគិតថាយើងអាចទៅឋានសួគ៌ដោយមិនចាំបាច់បោះបង់ចោលនិស្ស័យនៃអំពើបាបនេះជាគំនិតខុសឆ្គងហើយតើព្រះមានបន្ទូលដូចម្តេចមានចែងទុកថាចំពោះមនុស្សចាស់ដែលមានចរិតលក្ខណៈមិនអាចផ្លាស់ប្ដូរបាននោះតើយើងគួរធ្វើដូចម្តេចចូលដោះមនុស្សចាស់ចោលចេញទៅបន្ទាប់មកយើងត្រូវតែប្រដាប់ខ្លួនដោយមនុស្សថ្មីដែលអាចទទួលយកគ្រប់ទាំងព្រះបន្ទូលរបស់ព្រះបានយើងគួរតែដោះមនុស្សចាស់ដែលមិនទទួលយកព្រះបន្ទូលរបស់ព្រះនោះចោលចេញទៅហើយចូលយើងប្រដាប់ខ្លួនដោយមនុស្សថ្មីគ្រប់គ្នារូបភាពរបស់យើងត្រូវតែកាត់តាមរូបភាពរបស់ព្រះដោយសារព្រះជាសេចក្តីស្រឡាញ់តើយើងគួរតែផ្លាស់ប្រែទៅជាអ្វីដែរដោយសារយើងបានទទួលសាច់ដ៏បរិសុទ្ធរបស់ព្រះនិងឈាមដ៏បរិសុទ្ធរបស់ព្រះហើយនោះយើងត្រូវតែកាត់តាមនិស្ស័យជាព្រះរបស់ទ្រង់ផងដែរជាទូទៅមនុស្សដែលមិនយល់ដឹងពីព្រះគម្ពីរពួកគេគ្រាន់តែគិតថាព្រះគម្ពីរមានពាក្យល្អៗដើម្បីបង្រៀនឲ្យរស់នៅដោយសុចរិតប៉ុណ្ណឹងឯងទោះយ៉ាងណានេះមិនមែនជាសៀវភៅសម្រាប់មនុស្សធម្មតាសិក្សាទេហើយក៏មិនមែនជាសៀវភៅសម្រាប់ពួកទេវតានៅឋានសួគ៌ដែរចង់ខ្វាន់ចង់យោគឺជាសៀវភៅសិក្សាពិសេសសម្រាប់ព្រះបុត្រានេះមិនមែនជាសៀវភៅដែលអ្នកណាក៏អាចសិក្សាបាននោះទេ
ដូចគ្នាដែរព្រះវរបិតាព្រះមាតាកំពុងបង្រៀនកូនៗរបស់ទ្រង់ហើយអនុញ្ញាតឲ្យកូនៗទ្រង់បានអានបានស្ដាប់និងបានមើលសៀវភៅដែលមិនមែនអ្នកណាក៏អាចរៀនបាននោះឡើយមែនទេបើព្រះបុត្រាមិនបានធ្វើតាមសេចក្តីបង្រៀននោះទេទោះមានសិទ្ធិឡើងស្នងរាជក៏ដោយក៏នឹងត្រូវទម្លាក់វិញដែរដូចដែលប្រព័ន្ធនៅផែនដីមានច្បាប់បែបនេះនគរឋានសួគ៌ក៏មានដូចគ្នាដែរទោះមិនធ្វើតាមបញ្ញត្តិទាំងនេះក៏ដោយឲ្យតែទៅព្រះវិហារយើងអាចទៅឋានសួគ៌បានហើយយើងមិនត្រូវគិតបែបនេះឡើយព្រះបានប្រទានព្រះគុណរបស់ទ្រង់ដល់យើងតែក្នុងរយៈពេលកំណត់គឺរហូតដល់ការជំនុំជម្រះចុងក្រោយប៉ុណ្ណោះយើងបានអានខគម្ពីរតាក់ទងនឹងរឿងនេះហើយមែនទេព្រះយេស៊ូវបានមានបន្ទូលយ៉ាងម៉ឺងម៉ាត់ថាបើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនលើសពីសេចក្តីសុចរិតនៃពួកអាចារ្យនិងពួកផារីស៊ីទេនោះអ្នករាល់គ្នានឹងចូលទៅក្នុងនគរឋានសួគ៌ពុំបានឡើយទ្រង់បានបញ្ជាក់យ៉ាងច្បាស់ទោះយ៉ាងណាយើងតែងតែគិតថាខ្ញុំគិតថាមានព្រះបន្ទូលបែបនោះមែនរឿងនេះមិនមែនគ្រាន់តែជាខ្ញុំគិតថាទេយើងជាកូនរបស់ព្រះជាពួកអ្នកដែលបានប្រព្រឹត្តអំពើបាបនៅឋានសួគ៌រួចត្រូវបណ្ដេញចេញមកផែនដីនេះយើងធ្លាប់មានតំណែងដ៏សំខាន់នៅឋានសួគ៌ហើយឥឡូវនេះព្រះបានសន្យាថាទ្រង់នឹងប្រទានតំណែងជាសង្ឃលួងដល់យើងពេលយើងត្រឡប់ទៅឋានសួគ៌វិញដូច្នេះហើយទើបព្រះបានអនុញ្ញាតឲ្យយើងរៀនសៀវភៅនេះដោយបែបនេះយើងត្រូវតែរៀនអនុវត្តយល់ដឹងហើយស្ដាប់បង្គាប់តាមសេចក្តីបង្រៀនរបស់ទ្រង់នៅក្នុងសៀវភៅនេះមែនទេសូមមើលម៉ាថាយជំពូក28សូមមើលម៉ាថាយជំពូក28ខ18ឯព្រះយេស៊ូវទ្រង់យាងមកមានបន្ទូលនឹងគេថាគ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើឋានសួគ៌ហើយលើផែនដីផងដូច្នេះចូលទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យដោយនៅព្រះនាមព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចុះហើយត្រូវធ្វើអ្វីទៀតហើយបង្រៀនយើងគួរតែបង្រៀនពួកគេអំពីរឿងឋានសួគ៌មិនមែនបង្រៀនទស្សនវិជ្ជានៅផែនដីឬគំនិតផ្ទាល់ខ្លួនឡើយហើយបង្រៀនឲ្យគេធ្វើអ្វីឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផងមានតែពេលនោះទេទើបយើងអាចចូលឋានសួគ៌បានដោយសារយើងខ្វះខាតក្នុងរឿងជាច្រើនដូច្នេះទើបព្រះវរបិតានិងព្រះមាតាបានប្រទានព្រះបន្ទូលដ៏មានតម្លៃទាំងនេះនៅក្នុងព្រះគម្ពីរយើងត្រូវតែកាន់តាមនិងស្ដាប់បង្គាប់ដោយឥតលក្ខខណ្ឌសូមកុំភ្លេចរឿងនេះឡើយពេលព្រះគម្ពីរប្រាប់ថាចូលរួបរวมគ្នានោះយើងត្រូវតែរួបរวมគ្នាមានពួកទេវតាដែលពិនិត្យមើលពិន្ទុរួបរวมគ្នារបស់យើងក៏មានពួកទេវតាការពារដែលតែងតែដើរតាមអ្នករាល់គ្នាដែរតើពិន្ទុរួបរวมរបស់ព្រះបុត្រាយើងបានប៉ុន្មានទៅណោះតើព្រះបុត្រីរបស់យើងបានពិន្ទុប៉ុន្មានទៅណោះតើការរួបរวมបានប៉ុន្មានទៅចុះចំពោះសេចក្តីស្រឡាញ់បានប៉ុន្មានទៅចុះសីលធម៌វិញតើបានពិន្ទុប៉ុន្មានដែរព្រះបន្ទូលទាំងអស់របស់ព្រះនៅក្នុងព្រះគម្ពីរដែលទ្រង់បានប្រទានមកយើងមិនមែនចង់បង្រៀនយើងពីគោលការណ៍នៅផែនដីនេះទេប៉ុន្តែគឺដើម្បីជួយឲ្យយើងរៀនពីគោលការណ៍នៃឋានសួគ៌ព្រះបានប្រទានព្រះគម្ពីរនេះដល់អ្នករាល់គ្នានឹងខ្ញុំហើយដូច្នេះគួរឲ្យអរព្រះគុណប៉ុណ្ណាទៅយើងគួរតែអានព្រះបន្ទូលទាំងនេះម្ដងហើយម្ដងទៀតរហូតទាល់តែយើងទន្ទេញចាំបានដោយបែបនេះសូមយើងក្លាយជាសម្ពុតទេសយ៉ាងម៉ត់ដ៏ស្រស់ស្អាតរបស់ព្រះមាតាឋានសួគ៌យេរូសាឡឹមដើម្បីអាចថ្វាយការសពព្រះទ័យដល់ព្រះវរបិតាព្រះមាតាយើងត្រូវតែធ្វើឲ្យខ្លួនយើងបានប្រដាប់ដោយទង្វើល្អដើម្បីកុំឲ្យមនុស្សលោកីរារាំងយើងបានដោយសារតែផែនដីនេះជាកន្លែងសម្រាប់មនុស្សមានបាបទើបផែនដីជាប់ប្រឡាក់ទៅដោយអំពើបាបមនុស្សអាក្រក់អាចមើលទៅដូចជាមានអំណាចដ៏អស្ចារ្យណាស់ព្រះបានដាក់ពួកកូនដ៏ស្រស់ស្អាតនៃស៊ីយ៉ូនឲ្យនៅក្នុងចំណោមពួកមនុស្សទាំងនោះតើព្រះបានប្រាប់យើងថាដូចម្ដេចកុំឲ្យធ្វើតាមពួកគេឡើយក៏កុំឲ្យរៀនតាមពួកគេឲ្យសោះកុំឲ្យត្រាប់តាមសម័យនេះឡើយយើងគួរតែរៀនពីរបស់នៅឋានសួគ៌វិញដោយមិនត្រូវធ្វើតាមសម័យនេះជាដាច់ខាតគេនឹងទទួលរាជហើយនឹងបានរាជនោះជារបស់ផងខ្លួននៅជានិច្ចគឺអស់កលតទៅយើងបានទទួលសេចក្តីសន្យានេះមែនទេបងប្អូនប្រុសស្រីគួរតែរួបរวมគ្នាដោយចិត្តព្រមព្រៀងដើម្បីឲ្យបានក្លាយជាសម្ពុតទេសយ៉ាងម៉ត់ដ៏ស្រស់ស្អាត
យោងតាមកូរិនថូសទី1ចំពុក13តើសេចក្តីស្រឡាញ់គឺដូចម្ដេចគឺសប្បុរសសេចក្តីស្រឡាញ់មិនចេះឈ្នានីសសេចក្តីស្រឡាញ់ចាត់ទុកអ្នកដទៃថាល្អជាងខ្លួនដោយធ្វើដូច្នេះយើងអាចរួបរวมនិងព្រមព្រៀងគ្នាបាននៅពេលដែលព្រះវរបិតាព្រះមាតាទតឃើញយើងរួបរวมគ្នានោះទ្រង់នឹងមានបន្ទូលថាពួកកូនរបស់យើងបានអនុវត្តគ្រប់គ្រាន់ហើយរួចទ្រង់នឹងបើកផ្លូវសម្រាប់ដំណឹងល្អឲ្យបានទៅដល់សាម៉ារីនិងរហូតដល់ចុងផែនដីបំផុតយើងមិនត្រូវបន្តព្យាយាមសម្រេចអ្វីមួយតែពីខាងក្រៅទៀតនោះទេគឺត្រូវតែសម្រេចពីខាងក្នុងខ្លួនយើងជាមុនសិនសូមគិតអំពីអ្វីដែលព្រះវរបិតានិងព្រះមាតាមានព្រះទ័យចង់បានហេតុអ្វីបានជាព្រះបង្កើតដំណើរការនៃការផ្សព្វផ្សាយហើយហេតុអ្វីបានជាទ្រង់ធ្វើឲ្យមនុស្សមានបុគ្គលិកលក្ខណៈនិងមានគំនិតខុសៗពីគ្នាម្នាក់ចាត់ទុករឿង A ថាសំខាន់ហើយម្នាក់ទៀតចាត់ទុករឿង B ថាសំខាន់ជាងប្តីគិតថាការងារគាត់សំខាន់ជាងប៉ុន្តែប្រពន្ធនិយាយថាម៉េចបងមិនខ្វល់ពីការថែរក្សាគ្រួសារអញ្ចឹងមនុស្សគ្រប់គ្នាសុទ្ធតែមានទស្សនៈផ្សេងពីគ្នាហេតុអ្វីបានជាទ្រង់បង្កើតមកបែបនេះនៅពេលដែលព្រះបង្កើតយើងបើទ្រង់ធ្វើឲ្យយើងរួបរวมគ្នាឲ្យហើយតែម្ដងទៅតើមិនល្អទេឬអីដូច្នេះតាំងពីដើមដំបូងមកយើងអាចក្លាយជាតែមួយដោយសេចក្តីស្រឡាញ់បានហើយទោះយ៉ាងណាបើមាន A B C និង D នោះទាំងអស់សុទ្ធតែខុសគ្នាប៉ុន្តែមានវិធីដើម្បីឲ្យបានក្លាយជាតែមួយមធ្យោបាយតែមួយគត់គឺតាមរយៈការរួបរวมតើយើងអាចសម្រេចការរួបរวมបានដោយរបៀបណាបើគ្មានបាយម៉ានដែលហៅថាសេចក្តីស្រឡាញ់នោះការរួបរวมមិនអាចសម្រេចបានសោះដោយបែបនេះជាជាងផ្ដោតលើចំណុចទន់ខ្សោយរបស់គ្នាទៅវិញទៅមកយើងគួរតែបិទបាំងចំណុចខ្វះខាតរបស់ពួកគាត់ដើម្បីឲ្យពួកគាត់អាចធ្វើបានកាន់តែល្អពេលស៊ីយ៉ូនคล้ายជាកន្លែងដែលឲ្យតែយើងជួបជុំគ្នាដឹងតែយើងមានក្តីអំណរហើយទទួលកម្លាំងកាន់តែខ្លាំងនោះព្រះវរបិតាព្រះមាតានឹងមានបន្ទូលថាឥឡូវនេះពួកគេចាប់ផ្ដើមយល់ហើយថាផ្លូវនៃសញ្ញាថ្មីគឺជាអ្វីនេះជារបៀបដែលទ្រង់នឹងបើកផ្លូវនៃដំណឹងល្អដោយសង្ឃឹមថាអ្នករាល់គ្នាបានទទួលព្រះគុណជាច្រើនខ្ញុំសូមបញ្ចប់ការអធិប្បាយថ្ងៃនេះត្រឹមតែប៉ុណ្ណេះអរគុណច្រើន